ជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះម៉ែរសៀសមកបង្ហាញវិធីធ្វើនំម៉ូឈីធានាថាសាច់ម្សៅទន់ល្អទុកមួយថ្ងៃពីរថ្ងៃនៅតែទន់ល្អដែរហើយអត់ត្រូវការអីទេគឺយើងញីដៃធម្មតាអត់មានពិបាកធ្វើទេហើយនៅក្នុងនោះយើងដាក់ស្នូលសណ្តែកក្រហមចង់ដាក់ strawberry ក៏បានអត់ក៏បានឬក៏បងប្អូនអាចយកវិធីធ្វើសាច់ម្សៅនេះទៅដាក់ស្នូលផ្សេងៗក៏បានដែរចឹងមុនទៅមើលវិធីធ្វើបងប្អូនឲ្យមើល Channel Madesia អត់ទាន់បានជួយ Subscribe សូមជួយ Subscribe Channel Madesia សូមជួយចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបាននូវវីដេអូផ្សេងៗទៀតបងប្អូនឲ្យមើលតាម Facebook សូមជួយចុច Follow Page Madesia ផងអរគុណច្រើនចឹងយើងទៅមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នាអញ្ចឹងដំបូងយើងមកលីងម្សៅឆាឲ្យឆ្អិនសិនយើងប្រើម្សៅឆាលីងដើម្បីទុកប្រឡាក់នំយើងកុំឲ្យស្អិតចាគឺខ្ញុំប្រើម្សៅឆាចំនួន1ខាំឬក៏100ក្រាមប្រើភ្លើងតិចលីងតតែម្សៅយើងនឹងឆ្អិនម្សៅឆ្អិនគឺយើងស្រួលមើលទេនៅពេលណាដែលឆ្អិនគឺរាងស្រាលជាងមុនហើយអត់ជាប់ខ្ទះទេចាអញ្ចឹងយើងអាចពន្លត់ភ្លើងទុកមួយអន្លើបានហើយបន្ទាប់មកគឺខ្ញុំមកពូតស្នូលទុកឲ្យហើយដោយខ្ញុំប្រើស្នូលមួយដុំត្រឹមតែ30ក្រាមទេបងប្អូនអត់ថ្លឹងអាចចាប់ស្មានឬក៏ធ្វើតូចធ្វើធំក៏បានដែរតាមបងប្អូនចូលចិត្តអញ្ចឹងវិធីធ្វើស្នូលសណ្តែកក្រហមនេះខ្ញុំនឹងដាក់នៅចុងវីដេអូនេះបងប្អូនអាចមើលហើយធ្វើតាមបានហើយនេះមួយទៀតគឺខ្ញុំបង្ហាញវិធីបើយើងចង់ដាក់ផ្លែ strawberry ខាងក្នុងចឹងដោយសារផ្លែ strawberry ធំខ្ញុំធ្វើស្នូលនេះចំនួនសណ្តែកគឺខ្ញុំថ្លឹងចំនួន40ក្រាមចាឲ្យរាងធំបន្តិចដើម្បីខ្ចប់ strawberry យើងនឹងឲ្យជិតចារួចហើយយើងធ្វើឲ្យសំប៉ែតមកកុំភ្លេចជាលក់ដៃនឹងប្រេងខ្លះដើម្បីកុំឲ្យជាប់ដៃហើយផ្លែ strawberry តូចធំតាមបងប្អូននេះបើផ្លែ strawberry ធំខ្ចប់អត់ជិតបងប្អូនអាចថែមសណ្តែកបន្តិចក៏បានដែររួចហើយខ្ញុំណែនាំឲ្យបងប្អូនបេះកុំឲ្យកាត់នៅពេលដែលកាត់ចេញទឹកពី strawberry ទៅចេះគឺណាខ្ចប់ទៅនំយើងឆាប់ផ្អូមណាយើងបេះតងចេញទៅហើយយកដាក់ចូលទៅក្នុងសណ្តែកយើងហើយខ្ចប់ឲ្យជិតល្អទៅជាការស្រេចហើយដាក់ strawberry គឺឆ្ងាញ់បងប្អូនតិចត្រូវគ្នាជាមួយនឹងសណ្តែកក្រហមដែរដាក់ទៅគឺឆ្ងាញ់តែម្ដងអញ្ចឹងបងប្អូនចង់ដាក់ក៏បានអត់ដាក់ក៏បានដែរ strawberry តាមបងប្អូនចូលចិត្តទេហើយយើងលុញឲ្យបានមូលទៅតាមរាងផ្លែ strawberry ហ្នឹងទៅជាការស្រេចហើយអញ្ចឹងនៅចុងវីដេអូខ្ញុំនឹងដាក់វិធីធ្វើស្នូលនំផ្សេងជាច្រើនឲ្យបងប្អូនសម្រាប់បងប្អូនអាចចង់ដូរពីស្នូលសណ្តែកក្រហមដាក់ស្នូលផ្សេងអីក៏បានដែរចឹងយើងមកធ្វើម្សៅសាច់នំវិញម្ដងដោយខ្ញុំប្រើម្សៅអង្ករដំណើបចំនួន300ក្រាមឬយើងហៅថា3ខាំលាយជាមួយនឹងម្សៅពោតចំនួន50ក្រាមឬក៏កន្លះខាំនិងប្រើម្សៅឆាចំនួន10ក្រាមប្រហែលពីស្លាបព្រាបាយអីហ្នឹងបងប្អូនធ្វើតាមខ្ញុំដាក់ម្សៅ3មុខនេះធ្វើឲ្យសាច់នំយើងទន់ល្អទុក1ថ្ងៃ2ថ្ងៃអីក៏នៅតែទន់ល្អដែរអត់ផុយទេរួចហើយខ្ញុំដាក់ទឹកដោះគោខាប់ចំនួន140ក្រាមឬក៏150ក៏បានដែរ1ខាំកន្លះក៏បានដែរបងប្អូនអត់មានអាចប្រើស្ករសចំនួនដូចគ្នាក៏បានដែរប៉ុន្តែយើងដាក់ទឹកដោះគោខាប់ផ្អែមដូច្នេះគឺសាច់នំយើងឆ្ងាញ់ជាងដាក់ស្ករសតែចំនួនដោយស្ករសក៏បានដែរហើយខ្ញុំដាក់ទឹកដោះគោស្រស់រសជាតិសាបណាអត់មានជាតិទេដោះគោស្រស់ចំនួន500ក្រាមឬក៏កន្លះគីឡូហ្នឹងចូលបងប្អូនអត់មានប្រើជាទឹកធម្មតាក៏បានដែរប៉ុន្តែដាក់ទឹកដោះគោស្រស់ចូលឈ្ងុយសាច់ម្សៅទន់ឈ្ងុយល្អជាងរួចហើយគ្រាន់តែកូរឲ្យគ្រឿងផ្សំទាំងអស់ហ្នឹងរលាយចូលគ្នាសព្វល្អជាសាច់មួយហើយដើម្បីឲ្យសាច់នំយើងស្មត់ទន់ល្អយើងអាចត្រងមួយដងសិនជៀសវាងមានកាកកតិចអីផងចាត្រង់ដាក់ឧបករណ៍ដែលយើងអាចយកទៅចំហុយបានចារួចរាល់ហើយយើងចាប់ផ្ដើមដាក់ឆ្នាំងមកដាក់ទឹកដាំឲ្យទឹកពុះល្អហើយយើងយកម្សៅយើងទៅដាក់ចំហុយបន្ទាប់ពីទឹកចាប់ផ្ដើមពុះហើយគឺខ្ញុំយកម្សៅហ្នឹងទៅដាក់ក្នុងឆ្នាំងដើម្បីចំហុយបងប្អូនអាចយកកណាត់ឬក៏យកស្បៃអីចងគម្របឆ្នាំងជៀសវាងកុំឲ្យទឹកតក់ចូលក្នុងម្សៅយើងអញ្ចឹងខ្ញុំចំហុយរយៈពេលប្រហែល15ទៅ20នាទី
ប្រើភ្លើងខ្សោយមួយជុំទេអត់ប្រើភ្លើងខ្លាំងទេចឹងអាស្រ័យលើភ្លើងបងប្អូនដែរអាចចំហុយច្រើនជាងហ្នឹងក៏ថាបានដែរអញ្ចឹងយើងមើលចំហុយធ្វើម៉េចតតែម្សៅយើងឆ្អិនចា20នាទីក្រោយមកគឺនំខ្ញុំម្សៅខ្ញុំបានឆ្អិនហើយយើងអាចពន្លត់ភ្លើងហើយលើកម្សៅឡើងបានហើយវិធីឆែកមើលថាម្សៅឆ្អិនមិនឆ្អិនគឺស្រួលទេនៅពេលដែលសាច់ម្សៅឡើងថ្លាល្អបានន័យថាឆ្អិនហើយបើឃើញនៅមានសដុំបានន័យថាអត់ទាន់ឆ្អិនល្អទេចាបន្ទាប់មកនៅពេលម្សៅដែលកំពុងតែក្តៅហ្នឹងបងប្អូនអាចយកម្សៅចាឆ្កឹះយកម្សៅមកដាក់លើតុដាក់លើក្រណាត់ឬក៏ដាក់លើថាអីក៏បានដែរពីព្រោះយើងត្រូវយកម្សៅហ្នឹងមកញីបន្តទៀតឲ្យសាច់ម្សៅហ្នឹងទន់ស្អិតជាប់គ្នាល្អហើយបន្ទាប់មកគឺខ្ញុំដាក់ប៊ឺរសជាតិសាបចំនួន100ក្រាមឬក៏1ខាំចូលទុកឲ្យមួយសន្ទុះនៅលើម្សៅឲ្យប៊ឺយើងចាប់ផ្ដើមរលាយចាំយើងញីចូលគ្នាក៏បានដែរបើបងប្អូនអត់មានប៊ឺអាចដាក់ប្រេងឆាធម្មតាក៏បានដែរឥឡូវនៅក្តៅបងប្អូនអាចប្រើឧបករណ៍ជំនួយសិនកុំទាន់ញីពីព្រោះធ្វើឲ្យរលាកដៃបានចាអញ្ចឹងយើងមើលពេលប៊ឺរលាយហើយសាច់ម្សៅក្តៅល្មមដែលយើងអាចញីបានយើងអាចចាប់ផ្ដើមញីសូមណែនាំបងប្អូនពាក់ស្រោមដៃញីអត់សូវស្អិតជាប់ដៃណាចាអញ្ចឹងយើងបន្តការញីទាល់តែប៊ឺហ្នឹងរលាយចាចូលទៅក្នុងសាច់ម្សៅសព្វហើយយើងញីទៀតញីទាល់តែសាច់ម្សៅយើងហ្នឹងទន់ស្វិតស្អិតជាប់គ្នាចាអញ្ចឹងយើងអាចញីរយៈពេលប្រហែលពី15ទៅ20នាទីដែរបើបងប្អូនឆែកមើលឲ្យទាញដូចខ្ញុំបង្ហាញនេះហើយសាច់ម្សៅយើងនៅដាច់អញ្ចេះគឺអត់ទាន់កើតទេណាអញ្ចឹងនៅតែញីបន្តទៀតណាបើស្អិតដៃខ្លាំងបងប្អូនអាចប្រើប៊ឺថែមបន្តិចក៏បានឬដាក់ប្រេងសណ្តែកប្រេងឆានោះថែមក៏បានដែរនេះបងប្អូនញីទាល់តែពេលទាញដូចខ្ញុំនិយាយទាញឲ្យវែងចេះហើយគឺនៅតែស្អិតអត់ដាច់ណាបានន័យថាអាចប្រើការបានហើយបងប្អូនមានម៉ាស៊ីនកូរស្រួលទេមានម៉ាស៊ីនវៃដាក់ទៅម៉ាស៊ីនវៃឲ្យអត់ចុកដៃទេបើយើងញីដៃខ្លួនឯងរៀងចុកដៃដែរណាយើងអាចញីឈប់បានចារួចហើយយើងដាក់ម្សៅឆាដែលយើងបានលីងឆ្អិនហ្នឹងចាចូលមកឲ្យច្រើនក៏បានដែរណាដើម្បីកុំឲ្យម្សៅយើងហ្នឹងស្អិតចាហើយយើងអាចបំបែកម្សៅហ្នឹងជាដុំទៅតាមចំនួនដែលយើងត្រូវការអញ្ចឹងស្នូលដែលខ្ញុំអត់មានដាក់ strawberry ហ្នឹងគឺចំនួន30ក្រាមអញ្ចឹងសាច់ម្សៅដែលខ្ញុំកាត់បំបែជាដុំហ្នឹងក៏ខ្ញុំកាត់មួយដុំ30ក្រាមដែរបងប្អូនអាចចាត់ស្មានក៏បានឬក៏បងប្អូនអាចថ្លឹងក៏បានដែរអញ្ចឹងខ្ញុំយកមួយដុំហ្នឹងប្រហែលខ្ទង់30ក្រាមគឺសម្រាប់ធ្វើនំម៉ូជីដែលមានស្នូលសណ្តែកក្រហមអត់ strawberry ហើយដុំដែលមានស្នូល strawberry គឺខ្ញុំថ្លឹងសាច់ម្សៅមួយដុំហ្នឹងចំនួន50ក្រាមអញ្ចឹងបានន័យថាចំនួនស្នូលទម្ងន់ស្នូលហើយទម្ងន់សាច់ម្សៅគឺប្រហែលគ្នាចាបន្ទាប់មកទៀតគឺអត់មានពិបាកអីធ្វើទេយើងលាសាច់ម្សៅយើងហ្នឹងឲ្យសំប៉ែតហើយយើងដាក់ស្នូលចូលទៅខ្ចប់ឲ្យជិតទៅជាការស្រេចហើយអញ្ចឹងយើងអាចប្រឡាក់ម្សៅដែលយើងលីងឆ្អិនហ្នឹងម្សៅឆាហ្នឹងឲ្យច្រើនក៏បានអត់អីទេចាយើងធ្វើសំប៉ែតហើយយើងដាក់ស្នូលចូលទៅហើយយើងខ្ចប់ឲ្យជិតទៅស្រេចហើយសាច់ម្សៅនេះធានាថាឆ្ងាញ់ចាបងប្អូនហើយស្នូលសណ្តែកក្រហមនេះក៏ឆ្ងាញ់ដែរយើងទិញគេថ្លៃនំម៉ូជីយើងធ្វើខ្លួនឯងធូរថ្លៃហើយឆ្ងាញ់ទៀតធ្វើថ្មីទៀតហើយធ្វើហូបសល់យើងដាក់ទូទឹកកកសាច់វិធីធ្វើម្សៅនេះយើងអាចដាក់ទូទឹកកក2-3ថ្ងៃយកចេញពីទូទឹកកកមកទុកឲ្យបាត់ត្រជាក់សាច់ម្សៅនៅតែទន់ស្វិតដដែលចានេះគឺជានំម៉ូជីដែលនៅខាងក្នុងស្នូលសណ្តែកក្រហមលាយជាមួយនឹង strawberry អញ្ចឹងយើងធ្វើឲ្យរាងធំបន្តិចពីព្រោះស្នូលយើងធំដែរយើងធ្វើឲ្យសំប៉ែតធំបន្តិចទៅហើយបងប្អូនអាចដាក់ចានដូចខ្ញុំចេះក៏បានដែរបើមិនយើងធ្វើដែរអត់ស្រួលណាអាចសំប៉ែតដាក់ចានហើយខ្ចប់ហ្មងក៏បានដែរតាមបងប្អូនរកវិធីស្រួលរៀងខ្លួនអញ្ចឹងចំពោះនំម៉ូជីស្នូល strawberry សណ្តែកក្រហមរាងធំបន្តិចដោយសារយើងមានស្នូល strawberry ទាំងធំហើយ strawberry ខ្ញុំគឺផ្លែធំល្អដែរចាអញ្ចឹងក៏បានដែរនេះក៏ស្រួលម្យ៉ាងដែរស្អាតដែរណាព្រោះយើងប្រឡាក់ម្សៅទៅជាការស្រេចហើយ
ចារួចរាល់ហើយពេលបងប្អូនធ្វើលក់អាចរកប្រអប់ស្អាតដាក់ដូចខ្ញុំអញ្ចឹងមកបងប្រអប់អីក៏បានដែរតាមបងប្អូនរកបានណាចាដាក់មកគឺយើងលក់បានតម្លៃថ្លៃហើយឆ្ងាញ់ទៀតគឺមើលទៅឃើញស្រស់ស្អាតទៀតហើយចំពោះនំមួយជីដែលមាន Snow Strawberry បងប្អូនដឹងសាច់ហើយ Strawberry គឺផ្លែគឺថ្លៃយើងអាចរកប្រអប់ឲ្យស្អាតហើយយើងដាក់មួយក៏បានដែរចាដាក់មួយអញ្ចឹងមកហើយគ្របទៅក៏ស្រស់ស្អាតម្យ៉ាងដែរយើងអាចលក់បានក្នុងតម្លៃថ្លៃដែរហើយដើម្បីតាក់ទាញឲ្យកាន់តែស្រស់ស្អាតបើយើងសល់ផ្លែ Strawberry យើងអាចយកមកកាត់ដាក់ពីលើពីចំហៀងទីសងបងប្អូនលក់បានតិចបានថោកបានថ្លៃបើបងប្អូនលក់បានថ្លៃអាចដាក់មួយផ្លែបើបងប្អូនលក់មិនសូវបានថ្លៃអាចដាក់មួយចំហៀងដូចខ្ញុំចេះក៏កាន់តែតាក់ទាញឲ្យស្រស់ស្អាតផងដែរនេះគ្រាន់តែជាគំរូជាគំនិតខ្លះៗជូនបងប្អូនប៉ុណ្ណោះចានំមួយជីរបស់ខ្ញុំបានរួចរាល់ហើយគឺខ្ញុំឲ្យបងប្អូនឃើញខាងក្នុងកាត់ជូនបងប្អូននេះគឺជាមួយជីដែលមានផ្លែ Strawberry ពីខាងក្នុងមួយជីនេះត្រូវគ្នាជាមួយនឹង Strawberry បងប្អូនហើយនឹងសណ្តែកក្រហមគឺឆ្ងាញ់នៅជប៉ុនភាគច្រើនគឺគេតែងតែប្រើសណ្តែកក្រហមហ្នឹងឯងដែលជប៉ុនគេហៅថាអាំងកុចានេះចាតំណងហ្នឹងបងប្អូនហើយសាច់ម្សៅគឺឆ្ងាញ់មែនទែនបងប្អូនហើយនេះគឺជាជីដែលប្រើសណ្តែកក្រហមសុទ្ធអត់មានStrawberry ពីខាងក្នុងទេចឹងអរគុណច្រើនចំពោះបងប្អូនដែលបានមើល Channel Malaysia ដែលមើលវីដេអូនេះបងប្អូនណាដែលមើលហាក់អត់បានជួយ Subscribe សូមជួយ Subscribe សញ្ញារូបកណ្ដឹងផងហើយបងប្អូនដែលមើលតាម Facebook សូមជួយចុច Like ចុច Share ជួយចុច Follow Page Malaysia ឲ្យបានច្រើនផងអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀត